សម្ដេចធិបតីកោតសរសើរស្មារតីចូលរួមយ៉ាងផុសផុលក្នុងក្បួនជួសហាត់យាត្រាដើរដើម្បីសន្តិភាពជាទឹកចិត្តធំធេងសម្រាប់រាជរដ្ឋាភិបាលសម្ដេចធិបតីហ៊ុនម៉ាណែតសូមកោតសរសើរចំពោះស្មារតីចូលរួមយ៉ាងផុសផុលក្នុងព្រឹត្តិការណ៍ជួសហាត់យាត្រាដើរដើម្បីសន្តិភាពដែលនេះជាទឹកចិត្តដ៏ធំធេងសម្រាប់រាជរដ្ឋាភិបាលក្នុងការខិតខំស្វែងរកសន្តិភាពសម្រាប់ជាតិនិងប្រជាជនកម្ពុជាលើបណ្ដាញសង្គមផ្លូវការសម្ដេចធិបតីនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី18 ខែធ្នូបានបង្ហើរសារយ៉ាងដូចនេះថាកម្ពុជាត្រូវការសន្តិភាព Cambodia និព្វីមហាគ្រួសារកម្ពុជាមហានៃសាមគ្គីភាពស្មារតីតែមួយសម្លេងតែមួយបានស្រែកឡើងដូចគ្នាគឺកម្ពុជាត្រូវការសន្តិភាពសូមផ្ញើជូនពិភពលោកពីបេះដូងដ៏បរិសុទ្ធនិងចេតនាដ៏ស្មោះស្ម័គ្របំផុតបាទតាមបណ្ដាញសង្គមសម្ដេចធិបតីមហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋានគ្រប់នីតិកាលនយោបាយនិងសាសនាបានមកជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយដើម្បីធ្វើព្យុះហាត់យាត្រាដើរដើម្បីសន្តិភាពរបស់មហាគ្រួសារខ្មែរបានចាប់ផ្ដើមចេញដំណើរពីបរិវេណផ្សាររាត្រីមាត់ទន្លេឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យក្នុងបរិយាកាសពោរពេញដោយក្តីសង្ឃឹមក្តីជឿជាក់និងស្មារតីសាមគ្គីភាពជាតិបណ្ដាញសង្គមសម្ដេចធិបតីក៏បានគូបញ្ជាក់ថាសំឡេងរបស់ប្រជាពលរដ្ឋកម្ពុជាគឺជាសំឡេងដែលឲ្យតម្លៃលើសន្តិភាពនិងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់តាមរយៈការផ្ញើសារសន្តិភាពចេញពីបេះដូងប្រជាជនខ្មែរទៅកាន់សង្គមជាតិនិងសហគមន៍អន្តរជាតិថាកម្ពុជាមិនចង់ឃើញការបំផ្លិចបំផ្លាញវិនាសកម្មនិងការបាត់បង់អាយុជីវិតណាមួយឡើយទោះជាក្នុងកលៈទេសៈឬបរិបទណាក៏ដោយជាមួយគ្នានេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីសូមកោតសរសើរនិងថ្លែងអំណរគុណចំពោះស្មារតីចូលរួមយ៉ាងផុសផុលដែលនេះជាទឹកចិត្តដ៏ធំធេងសម្រាប់រាជរដ្ឋាភិបាលក្នុងការខិតខំស្វែងរកសន្តិភាពសម្រាប់ជាតិនិងប្រជាជនកម្ពុជាសូមអរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជាដែលបានចូលរួមរៀបចំកម្មវិធីដ៏មានសារសំខាន់នេះដើម្បីផ្ដល់ឱកាសឲ្យមហាគ្រួសារខ្មែរចូលរួមនិងសម្ដែងមតិក្នុងការចង់បានសន្តិភាព